គុណិតបង្កើតសកម្មភាពបង្កើតជាទម្លាប់ហើយទម្លាប់កំណត់ជោគវាសនារបស់យើងថ្ងៃនេះគឺជាកាដូដ៏មានតម្លៃបំផុតដែលជីវិតបានផ្ដល់ឲ្យយើងដែលយើងបានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការបង្កើតថ្ងៃនេះឲ្យទៅជាថ្ងៃមួយដ៏អស្ចារ្យមុននឹងយើងចាប់ផ្ដើមសូមអ្នកចំណាយពេលវេលាប៉ុន្មាននាទីដើម្បីសម្រួលអារម្មណ៍បិទភ្នែករបស់អ្នកចុះបើអ្នកមិនទាន់បានបើកបរឬកំពុងធ្វើការនៅវិញដែលគ្រោះថ្នាក់ដកដង្ហើមឲ្យវែងរួចដកដង្ហើមចូលយឺតអនុញ្ញាតឲ្យរាងកាយរបស់អ្នកបានធូរស្រាលនិងទទួលយកថាមពលវិជ្ជមាននៃពន្លឺព្រះអាទិត្យនាពេលព្រឹកមនុស្សភាគច្រើនពេលភ្ញាក់ខ្លួនឡើងភ្លាមពួកគេតែងតែគិតដល់រឿងកង្វល់គិតដល់បញ្ហាឬប្រញាប់ប្រញាល់កាន់ចាប់ទូរស័ព្ទប៉ុន្តែសម្រាប់អ្នកដែលកំពុងស្ដាប់ podcast នេះយើងនឹងធ្វើរឿងដែលខុសពីគេចូលចាប់តាមថ្ងៃថ្មីដោយការដឹងគុណទី1ដឹងគុណដល់ខ្លួនឯងដែលមានសុខភាពល្អមានដង្ហើមដកវែងមានបេះដូងដែលកំពុងលូតយ៉ាងមានឥទ្ធិពលទី2ដឹងគុណដល់មនុស្សទីស្រឡាញ់ជុំវិញខ្លួនអ្នកមានគ្រួសាររបស់អ្នកកូនរបស់អ្នកនោះដែលតែងតែផ្ដល់កម្លាំងចិត្តដល់អ្នកទី3ដឹងគុណដល់រាល់ការលំបាកកន្លងមកព្រោះវាជាអ្នកជួយអ្នកឲ្យរឹងមាំនិងមានភាពចាស់ទុំដូចថ្ងៃនេះនៅពេលដែលចិត្តយើងពោពេញដោយក្តីដឹងគុណនោះយើងនឹងមើលឃើញឱកាសច្រើនជាងបញ្ហាចិត្តដែលដឹងគុណគឺជាមេដែកទាញយកនូវភាពជោគជ័យនិងសេចក្តីសុខមកក្នុងជីវិតប្រិយមិត្តទាំងឡាយថ្ងៃថ្មី24ម៉ោងនេះយើងគឺដូចជាទំព័រសៀវភៅដ៏សស្អាតមួយសន្លឹកដែលមិនទាន់មានសរសេរអ្វីទាំងអស់អ្នកគឺជាអ្នកនិពន្ធជីវិតខ្លួនឯងតើអ្នកចង់សរសេររឿងរ៉ាវបែបណាសម្រាប់ថ្ងៃនេះចូលចងចាំថាគុណិតបង្កើតសកម្មភាពបង្កើតជាទម្លាប់ហើយទម្លាប់កំណត់ជោគវាសនារបស់យើងបើអ្នកចង់បានជីវិតរីករាយឬជីវិតរីកចម្រើនអ្នកត្រូវតែមានវិន័យលើចិត្តខ្លួនឯងនៅព្រឹកនេះសូមនិយាយពាក្យទាំងនេះទៅកាន់ខ្លួនឯង1ខ្ញុំជាមនុស្សមានសមត្ថភាពនិងមានថាមពល2ខ្ញុំនឹងធ្វើការងារថ្ងៃនេះឲ្យអស់ពីចិត្តនិងដោយក្តីស្រឡាញ់3រាល់ឧបសគ្គដែលចូលមកក្នុងជីវិតរបស់ខ្ញុំនៅថ្ងៃនេះគ្រាន់តែជាលំហាត់ប្រាណមួយជួយឲ្យខ្ញុំឆ្លាតជាងមុនតែប៉ុណ្ណោះកុំបន្តោយឲ្យកលៈទេសៈខាងក្រៅឬសម្ដីរបស់អ្នកដទៃមកសម្រេចចិត្តថាថ្ងៃនេះអ្នកត្រូវការទុកឬសប្បាយចិត្តឡើយអ្នកគឺជាម្ចាស់លើអារម្មណ៍របស់ខ្លួនអ្នកពេលខ្លះយើងតែងតែគិតថាការផ្លាស់ប្ដូរជីវិតទាល់តែធ្វើរឿងអ្វីដែលធំដុំអស្ចារ្យភ្លាមក៏ប៉ុន្តែតាមពិតទៅវាមិនមែនបែបនេះទេភាពជោគជ័យពិតប្រាកដកើតចេញពីការធ្វើរឿងតូចៗដ៏ត្រឹមត្រូវជារៀងរាល់ថ្ងៃដោយមិនបោះបង់ការវិនិយោគពេលព្រឹក25នាទីនេះតើអ្នកអាចធ្វើអ្វីបានខ្លះទៅ5នាទីដំបូងនៃការដកដង្ហើមនិងការតាំងចិត្តឲ្យស្ងប់10នាទីនៃការអានសៀវភៅការស្ដាប់ចំណេះដឹងថ្មីដូចជាអ្វីដែលអ្នកកំពុងធ្វើពេលនេះឯង10នាទីបន្ទាប់នៃការរៀបចំផែនការប្រចាំថ្ងៃដើម្បីកុំឲ្យអ្នកវង្វេងពាន់ការធ្វើបែបនេះគឺរៀងរាល់ព្រឹកវានឹងបង្កើតសន្ទុះដ៏ខ្លាំងក្លាមួយនៅពេលដែលអ្នកគ្រប់គ្រងពេលព្រឹករបស់អ្នកបាននោះអ្នកនឹងអាចគ្រប់គ្រងពេលវេលាពេញមួយថ្ងៃរបស់អ្នកប្រកបដោយប្រសិទ្ធភាពមុននឹងបញ្ចប់ការអាន podcast មួយនេះសម្រាប់ពេលព្រឹកនេះខ្ញុំចង់រំលឹករឿងមួយទៅអ្នកថាមាននរណាម្នាក់ល្អឥតខ្ចោះនោះទេហើយជីវិតក៏មិនមែនដើរត្រង់រហូតដែរប៉ុន្តែអ្វីដែលសំខាន់គឺទឹកចិត្តមិនព្រមចុះចាញ់របស់អ្នកឯងទ
ទោះបីជាសិលមិញមានរឿងអ្វីកើតឡើងក៏ដោយទោះបីជាមានការខកបំណងឬហត់នឿយយ៉ាងណាវាបានកន្លងហួសទៅហើយថ្ងៃនេះជាការចាប់ផ្ដើមថ្មីចូលក្រោកឈរឡើងញឹមទៅកាន់កញ្ចក់មើលទៅមនុស្សនៅក្នុងកញ្ចក់នោះរួចប្រាប់គេថាមានធ្វើបានថ្ងៃនេះនឹងទៅជាថ្ងៃដ៏ល្អបំផុតរបស់យើងចេញទៅធ្វើការងាររបស់អ្នកដោយក្តីជឿជាក់បញ្ចេញស្នាមញញឹមទៅកាន់មនុស្សជំនាញខ្លួននិងចែករំលែកធម៌ពលវិជ្ជមានទាំងអស់នោះទៅកាន់ពិភពលោកសូមអរគុណបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃស្ដាប់ podcast នៅថ្ងៃនេះខ្ញុំសង្ឃឹមថាអត្ថបទសម្រាប់ពីព្រឹកដ៏អស្ចារ្យនេះនឹងក្លាយជាកម្លាំងជំរុញច្រានជួយឲ្យថ្ងៃនេះរបស់អ្នកពោពេញទៅដោយលទ្ធផលផ្លែផ្កានិងក្តីសុខសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នារកស៊ីទទួលទានមានបានមានសុខភាពមាំមួនមានប្រាជ្ញាឈ្លាសវៃនិងសូមបន្តអភិវឌ្ឍខ្លួនជាប្រចាំសូមចងចាំថាមានអ្វីល្អជាងការប្រឹងប្រែងរៀនសូត្រទេចំណេះវាធ្វើឲ្យយើងភ្លឺពេញមួយជីវិតអានដើម្បីកម្ពុជា